ខ្ញុំតែងតែនិយាយច្រើនអំពីការ mixing mixer មួយទៅ mixer មួយជាពិសេសartist មួយចំនួនឬក៏បងប្អូនដែលជាអ្នកធ្វើការប្រគំគាត់ទៅប្រគំកន្លែងមួយហើយគាត់មាន mixer គាត់មួយតូចមួយមកហើយគាត់ធ្វើការ mixing ទៅគាត់បញ្ជូនសំឡេងមកដល់ mixer នៅខាងមុខបាទអានេះវាយើងមើលបំភ្លែតទៅវាមិនជារឿងមួយដែលអាក្រក់ទេប៉ុន្តែបងប្អូនត្រូវដឹងពីបញ្ហាទី1ដែលខ្ញុំចង់ជំរាបជូនបងប្អូនថាពេលខ្លះបងប្អូនទៅកន្លែងផាប់មួយតែមានការប្រគំតន្ត្រីបែបនេះបងប្អូនមានអារម្មណ៍ថាឈឺក្បាលថ្លង់លឺពេកបាទហើយបងប្អូនថៃថា mixer ខាងមុខហ្នឹងមិនក៏ព្រមតម្លាក់បន្តិចមកគ្នាតម្លាក់យ៉ាងម៉េចបើសិនជាគ្នាតម្លាក់មកអានោះគាត់តែបែកមកបាទហើយគ្នាទៅសេរីមិនចង្តាហ្គីតាលឺពេកចង្ការ keyboard លឺពេកចង្ការ score លឺពេកហើយគ្នាធ្វើយ៉ាងម៉េចព្រោះគ្នាមានឱកាសធ្វើទេបាទអញ្ចឹងអានទីមួយចំនួនគាត់មានដៃ mixer គាត់មកហើយដៃ mixer គាត់ធ្វើការ mixing ដោយគាត់ mix ហើយគាត់បានចាប់អារម្មណ៍ថាខាងមុខលឺយ៉ាងម៉េចទេអានេះជារឿងមួយអញ្ចឹងខ្ញុំគ្រាន់តែលើកទឹកចិត្តបងប្អូនថាជា artist ពេលបងប្អូនសម្រេចចិត្តថាយកអ្នកណាម្នាក់កាន់ sound ប្រចាំត្រូវឲ្យគាត់យល់គាត់មានចំណេះដឹងគាត់មានជំនាញផងមិនមែនគ្រាន់ចេះតែបើកហើយនឹងបិទហើយពេលមានបញ្ហាមកបន្ទោសដល់ sound ធំរបស់គេថាមកពីអា sound ហ្នឹងឯងបានធ្វើឲ្យគេមានបញ្ហាមិនមែនទេបងប្អូនអានេះជារឿងមួយដែលយើងមិនត្រូវតម្លាក់កំហុសឲ្យគ្នាទេចឹងមាន3ចំណុចធំៗដែលខ្ញុំចង់ជំរាបជូនបងប្អូនបច្ចុប្បន្ននេះដែលខ្ញុំសង្កេតឃើញតាមទីកន្លែងមួយឬតាមផាប់ដែលធ្វើការប្រគំបែបនេះទី1តកតងទៅលើការ mixing នៅលើឆាកលឺពេកបាទគាត់ mixing គាត់ត្រូវការលឺគាត់ចង់បើកលឺណាគាត់ចង់លេងធ្វើម៉េចឲ្យវាលឺពេកអញ្ចឹងទៅស្ដាប់គ្នាអត់បានទេបាទហើយមួយទៀតគឺការកំបញ្ជូនឬវ៉ាប់ទៅឲ្យឧបករណ៍នីមួយៗហ្នឹងវាច្រើនពេកបាទនេះជាចំណុចទី2សូម្បីតែ snare ក៏បញ្ជូនច្រើនសូម្បីតែ hi hat overhead tom 1 floor គឺគាត់បញ្ជូនឬវ៉ាប់ទាំងអស់ឲ្យតែបញ្ជូនបានគាត់ចេះតែបញ្ជូនអានេះមិនមែនចេះតែបញ្ជូនទេបងប្អូនអានេះដោយសារអីគេដោយសារកន្លងមកយើងតាមគ្នាដៃ mixer មួយចំនួនតាមគ្នាឃើញគេសែនរវាប់ឲ្យ snare សែនតាមគេដែរបាទអញ្ចឹងមានរឿងខ្លះដែលយើងត្រូវគិតពីកន្លែងហ្នឹងអញ្ចឹងការសំឡេងយើងគ្រាន់តែសែន snare ចូលមកឲ្យរវាប់ច្រើនពេកទៅវាធ្វើឲ្យ sound ទាំងអស់ហ្នឹងស្ដាប់គ្នាអត់បានទេបាទអញ្ចឹងការសែនរវាប់មិនចេះតែសែនទេបងប្អូនទៅលើ instrument នីមួយៗសូមជៀសវាងកន្លែងហ្នឹងហើយជាពិសេសបងប្អូនខ្លះសែនទៅឲ្យអ្នកច្រៀងច្រើនពេកបាទច្រៀងរហូតដល់យើងស្ដាប់លេងគាត់ដឹងគាត់ច្រៀងពីអីទេបាទហើយខ្ញុំឃើញចម្រៀងមួយចំនួនបងប្អូនធ្វើការចែកចាយច្រើនលើបណ្ដាញសង្គមនេះគឺអញ្ចឹងឯងគឺសែនរវាប់ទៅឲ្យច្រើនពេកទៅស្ដាប់ទៅអត់ដឹងគេច្រៀងពីអីទេបាទអញ្ចឹងបងប្អូនត្រូវចាំថាការគេមកទស្សនាការគេមកមើលយើង live sound គេអត់ចង់បានអញ្ចឹងទេគេចង់បានសំឡេងដែលច្បាស់បាទហើយភាគច្រើនដៃ mixer យើងមួយចំនួនសុំទោសដែរភាគច្រើនគាត់ចេញមកពីខាង studio អញ្ចឹងការសែនរបស់គាត់ធ្វើមិនតម្រូវតាមរបៀបគាត់មិញនឹង studio បាទអញ្ចឹងការ live sound មិនមែនអញ្ចឹងទេបងប្អូនយើងត្រូវការដឹងថាអ្នកដែលចូលរួមមកមើលយើងហ្នឹងគេចង់បានសំឡេងការ live ហ្នឹងពិត